ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនាងខ្ញុំមកចែករំលែកពីរបៀបធ្វើចាងាវអំពិលទុំតាមមកអញ្ជើញធ្វើជាមួយខ្ញុំទាំងអស់គ្នាជាដំបូងយើងមានងាវចំនួនកន្លះគីឡូដាក់ម្ទេសចូលដើម្បីឲ្យងាវខ្ជាក់ដីចេញមកក្រៅបន្ទាប់មកយើងទុកប្រហែលជា5នាទីចាំយើងយកទៅដាក់ស្រុះយើងស្រុះប្រហែលជា1នាទីបានហើយពីព្រោះអីយើងត្រូវយកទៅឆាម្ដងទៀតយើងចាប់ផ្ដើមចាក់ខ្លាញ់ចូលដាក់ខ្ទឹមសចូលលីងឲ្យស្លាប់ឈ្ងុយស្ករតាមក្រហមល្អហើយយើងដាក់គ្រឿងចាំបន្តមកទៀតយើងដាក់ស្ករសចំនួន2ស្លាបព្រាកូរច្របល់ចូលគ្នាឲ្យក្រហមឈ្ងុយបន្ទាប់មកទៀតយើងដាក់ទឹកត្រីចូលទៀងកូរច្របល់ចូលគ្នាឲ្យឡើងសព្វល្អណាបងប្អូនចឹងទេគឺខ្លោចហើយដាក់ប្រេងខ្យងចូលបន្តិចកូររហូតដល់សព្វល្អបានចឹងទេខ្លោចចាឥឡូវយើងចាប់ផ្ដើមដាក់ម្ទេសហើយនាងខ្ញុំបានកិនគឺបានថតអំបងខ្ញុំបងប្អូនមើលទេណាពុកម៉ែបងប្អូនកុំឃើញម្ទេសក្រហមស្អើអញ្ចឹងថាហើយអត់ហើយទេម្ទេសនេះគឺមកតាមម្ទេសម្លែពុកម៉ែបងប្អូនអាចរកទិញបាននៅកន្លែងទីលក់បន្លែបន្ទាប់មកនាងខ្ញុំដាក់រ៉តឌីចូល2ស្លាបព្រាកាហ្វេចាក់ងាវដែលយើងបានស្រុះចូលឆាចំណៅចូលគ្នាឲ្យឡើងសព្វតែ1នាទីទៅ2នាទីបានហើយពុកម៉ែបងប្អូនពីព្រោះអីងាវរបស់យើងបានស្រុះឆ្អិនម្ដងហើយចាឥឡូវយើងខ្ញុំដាក់ទឹកអំពិលទុំចូលចំនួន2ស្លាបព្រាហើយយើងកូរចូលគ្នាឲ្យទឹកអំពិលទុំចូលជាតិបន្ទាប់មកយើងដាក់ម្រះព្រៅចូលហើយម្រះព្រៅយើងអត់ទុកយូរទេតែទុកយូរឲ្យទៅជាខ្មៅចាឥឡូវឆាងាវអំពិលទុំរបស់នាងខ្ញុំឃើញថារួចរាល់ហើយតោះយើងមកភ្លក់ទាំងអស់គ្នាថារសជាតិយ៉ាងណាដែរចាអរគុណពុកម៉ែបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់